ញាតិកំណាបសូមជូនកំណាបក្រុមចំណងជើងថាម្ចាស់ជីវិតជ័យលាភីលេខ2ពានរង្វាន់សមូហកម្មអក្សរសិល្ប៍នោះហាចឆ្នាំ2005និពន្ធដោយអ្នកស្រីច័ន្ទមនីបទពាក្យ7សូត្របែបកុមារបាសូត្រដោយលោកច័ន្ទបរិនកំដរត្រដោយលោកយុនធារាវគ្គទី3កិច្ចការអត់ស្រាំងមួយព្រឹកធំមិនរោស្រែកយំខ្លាចសូនជន់ពេលបានម្ចាស់អង្គភ្នែកកយគុណអត់ធន់ក្រនស្បាយពីនឿយខ្លាំងបងមានបញ្ចន់ដើរជុំវិញស្រូវជ្រុះពីពេញលៀនច្រើនណាស់ក្រោមពុនឮខែរាំងត្រចាស់កាយដេដាំងអត់ស្រានស្រាងព្រោះចង់បង្ហើយឆាប់រស់រាន់ទុកដាក់ឲ្យតន់កុំរខាំងរខេកស្អេកស្កាំងនាំលំបាកកណ្ដាប់ស្រែស្កាំងជាចំបានរដូវប្រាំងរាំងរីងហួតហើយចំបែងគ្មានស្មៅខ្ចីដំឡើជាចំនៃស្រុកជួយដំកើស្លឹកឈើជ្រុះប៉ើងមានប្រយោជន៍ជួនកាលសិក្សាណាស់ទៅទៀតជុំបោះស្នឹងស្នៀតដើរបេះបោចតាមអូប្រឡាយវល់ដាច់ដោចហាថ្ងៃស្ទើរខ្លោចគ្មានរស់ជាតិណា
ែងរកទឹកថ្លុកអត់ឃ្លៀងឃ្លៀតម្ចាស់បានដោះលែងដើរព្រមព្រៀតស្វែងរកទឹកទៀតណាស្ងួតដើមកងម្ចាស់នឹកឃើញដឹកយកទៅលៀងត្រជាក់រូបរាងសែនត្រេកអរមានកំឡើងព្រឹងស្ទុំឈូឆរជួយកាំងសេងកងតាមទឹងដើរមិនដឹងថ្ងៃណាជប់ធ្វើស្រែថ្ងៃណាទើបដែរលើវាលស្មៅប្រឹងការលែងកើតម្ចាស់ស៊ូហៅឈ្មោះទិញសំដៅឈប់ទឹមបងចងក្រៀងរត់ជើងឬលែងរួចស្រែករួក្រលួចទួញអង្វបែរជាមកជួបម្ចាស់ឃាតករលែកផ្លាប់អងវងខ្នងពូថៅសូមប្រិយមិត្តរងចាំស្ដាប់ពាក្យបន្តកម្មវិធីនេះរៀបចំដោយសមូហកម្មអក្សរសិល្ប៍នូហាចឧបត្ថម្ភដោយមូលនិធិ Toyota